ង់គ្លេសប្រហែលខែទើបអាចចេះភាសាអង់គ្លេសបានគឺជាសួរពុកម៉ែបងប្អូនអ្នកគ្នាខ្ញុំលីសាបងប្អូនអ្នកគ្នាមួយចំនួនប្រកាសជាបានដឹងហើយថាបច្ចុប្បន្នគឺខ្ញុំមានបើកថ្នាក់បរិញ្ញាបត្រតាមអនឡាញដែរមានទាំងថ្នាក់ភាសាអង់គ្លេសថ្នាក់ភាសាចិនឥឡូវក៏ខ្ញុំកំពុងតែបើកថ្នាក់ត្រៀម IELTS ផងដែរប៉ុន្តែទីទៀតចាំយើងនឹងទៅដឹងព័ត៌មានលម្អិតទាក់ទងទៅនឹងថ្នាក់ទាំងអស់ហ្នឹងជាមួយនឹងសំណួរដែលលើកឡើងមកសួរថាតើរៀនរយៈពេលប្រហែលខែឬក៏ប្រហែលឆ្នាំទើបចេះភាសាអង់គ្លេសនេះខ្ញុំទទួលបានច្រើនខ្លះមែនទែនជាពិសេសគឺពីបងប្អូនដែលគាត់ចោះឈ្មោះមកចូលរៀនវគ្គភាសាដែលខ្ញុំបានបង្កើតឡើងគឺគាត់តែងតែលើកឡើងនៅសំណួរមួយហ្នឹងហ្មងថាអ្នកគ្រូតាខ្ញុំរៀនភាសាអង់គ្លេសប្រហែលខែទើបអាចឆាប់ចេះភាសាអង់គ្លេសបានជាក់ស្ដែងបងប្អូនអ្នកគ្នាមួយចំនួនប្រកាសជាបានដឹងដែរហើយមួយទៀតក៏ប្រហែលជាបានដឹងដែរខ្ញុំគឺជាសិស្សបញ្ញាបត្រខាងផ្នែកអក្សរសាស្ត្រអង់គ្លេសខ្ញុំចប់បញ្ញាបត្រខាងផ្នែកអក្សរសាស្ត្រអង់គ្លេសនឹងតែម្ដងហើយឥឡូវនេះក៏បន្តរៀនអនុបណ្ឌិតខាងផ្នែកគ្រប់គ្រងការអប់រំនិងភាពជាអ្នកដឹកនាំផងដែរទោះបីជាខ្ញុំរៀនដល់ចប់បញ្ញាបត្រឆ្នាំទី4ហ្នឹងមែនណាពេលខ្ញុំបន្តចូលទៅដល់អនុបណ្ឌិតគឺនៅតែឃើញពាក្យអង់គ្លេសដែលខ្ញុំអត់ដែលបានជួបហើយនៅតែជួបប្រទះនៅពាក្យដែលខ្ញុំអត់ដឹងដូចគ្នាគឺអញនិយាយបានថាកាន់តែរៀនគឺកាន់តែអត់ចេះកាន់តែរៀនគឺកាន់តែឃើញពាក្យដែលខ្លួនអញអត់ដែលឃើញកាន់តែរៀនគឺកាន់តែឃើញ grammar ប្លែកពាក្យប្លែកមកដែលខ្ញុំអត់ដែលបានជួបតែម្ដងតែបើបងប្អូនអ្នកគ្នាសួរថាតើរៀនមិនទៅខ្ញុំអាចរៀនហើយអាចសន្ទនាគ្នាលឿនអាចឆ្លើយឆ្លងគ្នាបានអាចស្ដាប់យល់នៅសម្ដីដែលគេនិយាយមកអានឹងគឺវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នាទេបើបងប្អូនទាំងអស់គ្នាមានគ្រឹះពីមុនធ្លាប់ហាត់សមបានច្រើនយ៉ាងយូរ3ខែយ៉ាងយូរ6ខែយ៉ាងយូរបំផុត9ខែអញ្ចឹងទៅអានឹងវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នាតែម្ដងអ្នកណាប្រឹងច្រើនជាងគេអ្នកនឹងចេះលឿនជាងគេឧទាហរណ៍គាត់រៀនតាំងព្រឹកគាត់រៀនថ្ងៃហើយយប់គាត់រៀនទៀតគាត់ពិតជាចង់ចេះភាសាអង់គ្លេសខ្លាំងមែនតើអញ្ចឹងគឺរយៈពេលយ៉ាងយូរ3ខែគឺគាត់អាចស្ដាប់យល់សន្ទនាយល់សរសេរកើតនិយាយចេញមកកើតដែរអាហ្នឹងគឺវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ទេតែបងប្អូនទាំងអស់គ្នារៀនមួយអាទិត្យបាត់មួយខែនិងមួយឆ្នាំទៀតមិនទាន់ដឹងទៅណាផងអាកំណត់រយៈពេលហ្នឹងយើងអត់អាចកំណត់បានទេវាអាស្រ័យទៅលើតើស្ថានភាពរបស់បងប្អូនដែលកំពុងតែរៀនបច្ចុប្បន្នហ្នឹងវាមានលក្ខណៈបែបម៉េចឧទាហរណ៍មានបងស្រីម្នាក់ចុះគាត់ចេះអង់គ្លេសសោះហ្មងតែគាត់ទៅនៅស្រុកគេមិនចាំបាច់ដល់មួយខែឬក៏3ខែទេបងប្អូនតែមួយអាទិត្យហ្នឹងគាត់អាចសន្ទនាឆ្លើយឆ្លងទិញម្ហូបកើតនៅស្រុកអាមេរិកនឹងបាត់ហើយហេតុអីដោយសារកលៈទេសៈរបស់គាត់ត្រូវជំរុញឲ្យគាត់និយាយអង់គ្លេសហ្មងទោះគាត់អត់ចេះនិយាយគឺគាត់ត្រូវតែអាចសន្ទនាគ្នា how much is this អានឹងតម្លៃប្រហែល okay here's $10 យ៉ាងហើយណាក៏គាត់អាចឆ្លើយឆ្លងគ្នាបានដែរឃើញអត់មិនបាច់ចាំបាច់ដល់មួយឆ្នាំ6ខែ9ខែអីទេឲ្យគាត់ទៅនៅនឹងមួយអាទិត្យទៅគាត់ចេះអង់គ្លេសឯងសន្ទនាឯងកើតហ្មងហេតុអីដោយសារ environment របស់គាត់បរិស្ថានរបស់គាត់រស់នៅស្រុកគេស្រាប់គាត់និយាយខ្មែរទៅមានពីណាស្ដាប់គាត់យល់អញ្ចឹងទោះគាត់អត់ចេះមិនក្រៅគាត់ត្រូវរកពាក្យនឹកឲ្យឃើញដែរអញ្ចឹងពេលហ្នឹងឯងដែលគាត់អាចឆ្លើយឆ្លងសន្ទនាគ្នាកើតទៅគាត់អាចទិញបាយយកមកហូបគឺគាត់អាចទិញបន្លែប្លុកយកមកស្លអីបានអីចឹងទៅអញ្ចឹងដូចគ្នាជាមួយនឹងសំណួរដែលលើកឡើងមកសួរថាតើរៀនប្រហែលខែប្រហែលឆ្នាំទៅឆាប់ចេះវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នាហើយវាអាស្រ័យទៅលើ environment ដែលបងប្អូនទាំងអស់គ្នាកំពុងតែរស់នៅដែរបើថារស់នៅក្នុងស្រុកទេសឬក៏រស់នៅក្នុងប្រទេសដែលនិយាយភាសាអង់គ្លេសស្រាប់ណាមិនបាច់ចាំបាច់ដល់មួយខែទេតែមួយអាទិត្យហ្នឹងទៅតែ2 3ថ្ងៃហ្នឹងគឺអាចឆ្លើយឆ្លងសន្ទនាគ្នាសួរគេអានេះតម្លៃប្រហែលអូនណែ$10ចុះបើខ្ញុំចង់ទិញអានេះថែមទៀតចុះបើខ្ញុំចង់ទៅកន្លែងនេះកន្លែងនោះសួរគេបានឯងហ្មងហេតុអីដោយសារយើងនៅក្នុងប្រទេសដែលនិយាយអង់គ្លេសស្រាប់ឯហ្នឹងអញ្ចឹងទោះយើងអត់ចេះក៏ប្រឹងសើចឲ្យចេះដែរចុះឧទាហរណ៍ដូចយើងរស់នៅស្រុកខ្មែរតើយើងរៀនអង់គ្លេសធ្វើម៉េចដើម្បីឲ្យឆាប់ចេះហើយប្រើរយៈពេលប្រហែលខែអាហ្នឹងដូចខ្ញុំនិយាយខាងមុខមិញអញ្ចឹងអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងគ្នាទេបើថាព្រឹករៀនថ្ងៃរៀនយប់រៀនយ៉ាងយូរ3ខែអាចសន្ទនាគ្នាកើតហ្មងតែបើរៀនមួយថ្ងៃបានមួយអាទិត្យរៀនមួយអាទិត្យបានមួយខែមួយឆ្នាំទៀតមិនតាន់ដឹងទៅណា10ឆ្នាំទៀតក៏អត់តាន់ដឹងទៅណាដែរដោយសារយើងអត់មានប្រឹងប្រែងផងយើងរៀនលេងហ្នឹងហើយចង់បានលទ្ធផលមែនតើមិនកើតអញ្ចឹងតើបងប្អូនទាំងគ្នារៀនមែនតើណារៀនមែនតើទើបបានលទ្ធផលមែនតើមិនរៀនលេងហើយចង់បានលទ្ធផលលេងទេសួរខ្ញុំជាក់ស្ដែងម៉ាក់ប៉ាក៏ដាក់ឲ្យទៅរៀនអង់គ្លេសតាំងពីតូចដែរសួរថាតែពេលនៅតូចហ្នឹងចេះអង់គ្លេសអត់ការហាក់ទី10ទី11ហ្នឹងចេះអត់គឺអត់ចេះដូចគ្នាបងប្អូនការនៅក្មេងនៅពីតូចហ្នឹងគឺរៀនចេះតែឲ្យបានទេតតែពេលដែលខ្ញុំឡើងមកដល់ថ្នាក់ទី12ហ្មងណាទើបខ្ញុំមានគោលដៅពិតប្រាកដថាឲ្យខ្ញុំត្រូវរៀនអង់គ្លេសប្រកែដោយសារខ្ញុំចង់បានអាហារូបករណ៍ហើយបើខ្ញុំចង់បានអាហារូបករណ៍តតែខ្ញុំនឹងចេះអង់គ្លេសទៅខ្ញុំអាចទទួលបាននិទេស A ទៅខ្ញុំអាចប្រឡងដាក់អាហារូបករណ៍ទៅណាទៅណីចឹងទៅបាន100%បើខ្ញុំអត់ចេះអង់គ្លេសទេខ្ញុំធ្វើអត់កើតទេអញ្ចឹងពេលហ្នឹងឯងខ្ញុំប្រឹងហើយមួយឆ្នាំចុងក្រោយដែលថាខ្ញុំមានទី12ហ្នឹងគឺជាពេលដែលខ្ញុំចេះអង់គ្លេស
start មកអាចប្រើប្រាស់មកអាចទៅដើរលេងនៅស្រុកគេបានហ្មងដោយសារហេតុអីពេលហ្នឹងឯងគឺជាពេលដែលខ្ញុំប្រឹងដើម្បីអាហារូបករណ៍ហើយពេលហ្នឹងឯងដែលខ្ញុំដឹងច្បាស់ថាបើខ្ញុំចង់ទៅចូលរួមការងារប្រកួតប្រជែងចង់ស្ម័គ្រចិត្តណាសូម្បីចង់ស្ម័គ្រចិត្តឲ្យទទួលបានមុខតំណែងល្អៗក៏ខ្ញុំត្រូវការចេះអង់គ្លេសដែរគេត្រូវការអ្នកណាចេះអានចេះអសេចេះសន្ទនាទៅខ្ញុំដឹងថាអូយអង់គ្លេសសំខាន់ណាស់ចង់ពេលហ្នឹងខ្ញុំប្រឹងរៀនហ្មងព្រោះខ្ញុំមានកោដៅច្បាស់បើខ្ញុំអត់ចេះអង់គ្លេសទេខ្ញុំអត់បានអាហារូបករណ៍ទេបើខ្ញុំអត់ចេះអង់គ្លេសទេខ្ញុំដាក់ការមិនថាខ្ញុំដាក់ការចូលរួមប្រកួតប្រជែងអត់កើតខ្ញុំចូលស្ម័គ្រចិត្តក៏អត់កើតចង់ចូលស្ម័គ្រចិត្តកម្មវិធីល្អៗអត់កើតដែរដោយសារកម្មវិធីអន្តរជាតិកម្មវិធីល្អៗទាំងអស់ហ្នឹងគេទាមទារឲ្យយើងចេះនិយាយចេះអានចេះអសេអង់គ្លេសហើយបើខ្ញុំអត់ចេះអង់គ្លេសផងខ្ញុំចូលទៅដាក់ពាក្យទៅធ្លាក់ដាក់ពាក្យទៅធ្លាក់ចឹងតើខ្ញុំចេះអង់គ្លេសទៅខ្ញុំដាក់ពាក្យទៅជាប់ពេលហ្នឹងខ្ញុំប្រឹងខ្លាំងហ្មងហើយមួយឆ្នាំចុងក្រោយហ្នឹងគឺជាពេលដែលខ្ញុំប្រឹងហើយវាទទួលបានលទ្ធផលមកពិតជាក់ស្ដែងមែនខ្ញុំប្រឹងហើយខ្ញុំអាចចាប់ដើមដាក់អាហារូបករណ៍ exchange program ទៅក្រៅប្រទេសបានតែអត់អស់លុយ1រៀលទេដោយសារយើងចេះអង់គ្លេសហ្នឹងទៅប្រកួតប្រជែងគ្នាទៅឈ្នះហើយនៅពេលហ្នឹងដែលខ្ញុំដើរចាប់ដើមដើរទៅប្រទេសគេ exchange program អាទិត្យទៀតទៅពេលហ្នឹងបើខ្ញុំនិយាយខ្មែរមានតែគេស្ដាប់ខ្ញុំយល់អញ្ចឹងគឺវាតម្រូវឲ្យខ្ញុំត្រូវនិយាយភាសាអង់គ្លេសទោះមិនស្ទាត់ក្នុងការនិយាយទោះនិយាយស្ទាក់និយាយទៅអៀនគេបកការអង់គ្លេសឲ្យខ្ញុំនិយាយទៅខ្ញុំខ្លាចខ្ញុំខ្វះគេចាគឺអត់មានខ្វល់ទេពេលហ្នឹងដោយសារបើយើងនិយាយខ្មែរទៀតក៏អត់មានអ្នកគេស្ដាប់យើងយល់ដែរអញ្ចឹងកលៈទេសៈបែបហ្នឹងបង្ខំឲ្យខ្ញុំនិយាយភាសាអង់គ្លេសអញ្ចឹងហើយបានចាប់ផ្ដើមចេះសន្ទនាភាសាអង់គ្លេសរហូតមកដល់បច្ចុប្បន្ននេះអញ្ចឹងទៅស្រួលបើអត់មាន exchange program អីទាំងអស់ហ្នឹងទេក៏ប្រហែលជាខ្ញុំអត់មានទៅប្រឹងរៀនភាសាអង់គ្លេសដែរមើលទៅដោយសារពេលហ្នឹងគឺដោយសារតែកោដៅហ្មងនិយាយទៅផឹងរៀនខាងផុតគឺដោយសារតែកោដៅដោយសារចង់ដាក់អាហារូបករណ៍ចង់បាន 100% ពេញទៀតអត់ចង់អស់លុយរៀនតអញ្ចឹងចង់បាន 100% ហ្មងចឹងបើចង់បាន 100% តើចេះអង់គ្លេសទៀតហើយចង់ចូលរួមការងារស្ម័គ្រចិត្តចង់ចូលរួមការងារប្រកួតប្រជែងអីផ្សេងៗណាគឺសិតតែទាមទារខ្ញុំចេះអង់គ្លេសទាំងអស់ចឹងហើយបាទពេលហ្នឹងខ្ញុំប្រឹងខ្លាំងបំផុតហ្មងបងប្អូនអ្នកគ្នាក៏ដូចគ្នាដែរបើថាពិតជាចង់ចេះអង់គ្លេសមែនតើមានកោដៅបានយើងប្រឹងរៀនមែនតើបើអត់មានកោដៅទេស្រួលរៀនមួយអាទិត្យបាត់មួយខែរៀនមួយថ្ងៃបាត់មួយអាទិត្យបាត់ហើយបើយើងអត់មានកោដៅថាហេតុអីបានជាយើងពិតជាចង់ត្រូវចេះអង់គ្លេសមែនតើខ្ញុំពិតជាចង់ចេះមែនចឹងហើយពេលដែលយើងចង់ចេះមែនតើតែមិនយើងប្រឹងមែនតើយើងទទួលបានលទ្ធផលមែនតើណាភាគច្រើនដោយសារតែបងប្អូនអត់មានកោដៅអត់ដឹងថាតើខ្លួនឯងនឹងរៀនអង់គ្លេសនឹងដើម្បីអីបើទោះជាមានក៏ប្រហែលកោដៅនឹងអត់សំខាន់សម្រាប់បងប្អូនអ្នកគ្នាបានអត់ខំពេលហ្នឹងវាសំខាន់សម្រាប់ខ្ញុំមែនបាទខ្ញុំខំព្រោះខ្ញុំដឹងថាបើខ្ញុំពិតជាចង់បានអាហារូបករណ៍ 100% មែនតើខ្ញុំចេះអង់គ្លេសហើយបើខ្ញុំពិតជាចង់ចូលរួមការងារស្ម័គ្រចិត្ត exchange program ទៅក្រៅប្រទេសដោយអត់អស់លុយមែនតើខ្ញុំចេះអង់គ្លេសពេលហ្នឹងខ្ញុំប្រឹងខ្លាំងហ្មងអាមួយឆ្នាំចុងក្រោយហ្នឹងថ្នាក់ទី12ហ្នឹងគឺខ្ញុំប្រឹងខ្លាំងរហូតដល់ខ្ញុំអាចចេះអង់គ្លេសសន្ទនាគ្នាបានដាក់ការងារប្រកួតប្រជែងចូល exchange program ទៅប្រកួតឈ្នះគេបានទៅតែពេលហ្នឹងឯងដែលខ្ញុំគិតថាអូខេអង់គ្លេសខ្ញុំគឺស្ទាត់នៅពេលហ្នឹងហ្មងអញ្ចឹង tip របស់ខ្ញុំហ្មងមិនខ្វល់ពីពេលវេលាទេសំខាន់ឲ្យតែយើងប្រឹងរៀនតែប្រឹងយូរទៅយើងចេះឯងហ្មងហើយបើយើងប្រឹងឲ្យខ្លាំងជាងគេអារយៈពេលរបស់យើងហ្នឹងក៏វាលឿនជាងគេដែរតែបើយើងប្រឹងលេងទេលទ្ធផលរបស់យើងក៏លេងដែរចេះតិចទេចេះអត់ពិតប្រាកដ 100% ណាចង់ដំបូងគេត្រូវមានកោដៅហ្មងចំណុចទី2គឺការអនុវត្តសម្រាប់បងប្អូនដែលគាត់នៅប្រទេសគេស្រាប់ងាយស្រួលក្នុងប្រទេសក្នុងការឲ្យគាត់អនុវត្តដោយសារសូម្បីគាត់ទៅសារទិញម្ហូបហ្នឹងណាក៏គាត់ត្រូវនិយាយជាភាសាអង់គ្លេសដែរទើបគាត់អាចទិញបន្លែអីផ្សេងបានគេពេលគិតលុយមួយគ្នាទៅណាអញ្ចឹងគឺគាត់អាចអនុវត្តបានរហូតទៅប៉ុន្តែសម្រាប់យើងនៅប្រទេសដែលអត់និយាយជាភាសាអង់គ្លេសហើយយើងចង់ចេះភាសាអង់គ្លេសតើយើងរៀនភាសាអង់គ្លេសដែរប្រយោជន៍រៀនដែរប្រយោជន៍បានថាម៉េចស្ដាប់ជំនាញភាសាអង់គ្លេសមើលវីដេអូជាភាសាអង់គ្លេសឬក៏រៀនមែនតែនបែបលក្ខណៈអនុវត្តភាសាអង់គ្លេសរបស់យើងមកកញ្ចក់និយាយមកខ្លួនឯងឬក៏អនុវត្តភាសាអង់គ្លេសរបស់យើងតាមការនិយាយនៅក្នុង website ខ្ញុំប្រើ website មួយនេះឈ្មោះថា Episodent website មួយហ្នឹងគឺឲ្យយើងអនុវត្តភាសាអង់គ្លេសរបស់យើងជាមួយនឹងជនជាតិដទៃទៀតបានហើយក្នុងម្នាក់យើងនិយាយបានចំនួន7នាទីការខ្ញុំចាប់ផ្ដើមរៀនភាសាអង់គ្លេសដំបូងគឺខ្ញុំប្រើ website ហ្នឹងដែរហើយខ្ញុំជួបមនុស្សច្រើនដូចគ្នាហើយពេលហ្នឹងយើងនិយាយ online បងប្អូនអញ្ចឹងទោះយើងនិយាយខុសនិយាយត្រូវអីយើងអត់ស្គាល់គាត់ទេយើងក៏គ្មានទៅជួបគាត់ទៀតដែរអញ្ចឹងយើងនិយាយអីដែលយើងចង់និយាយទៅឲ្យបានប្រមូលពីប្រទេសយើងទៀតកាន់តែល្អនេះពីខ្ញុំទៅហ្មងអញ្ចឹងត្រឡប់មកវិញបើសួរថាតើត្រូវប្រើរយៈពេលប្រហែលខែប្រហែលឆ្នាំទើបអាចចេះភាសាអង់គ្លេសបានគឺវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងគ្នាទេបើបងប្អូនទាំងគ្នាព្រឹករៀនថ្ងៃរៀនល្ងាចរៀនហើយយើងមានគ្រឹះស្រាប់យើងធ្លាប់រៀនពីមុនយើងមានគ្រឹះស្រាប់យ៉ាងយូរ3ខែគឺអាចសន្ទនាគ្នាបានអាចសរសេរបានយល់ដឹងអានេះខុស grammar អានោះមិនខុស grammar គឺយ៉ាងយូរបំផុតហ្មង3ខែហ្នឹងឲ្យយើងប្រឹងរៀនថ្ងៃរៀនល្ងាចរៀនឲ្យមានគ្រឹះមកដែរប៉ុន្តែបើអត់មានគ្រឹះចាប់តាមពី0មកហ្មងអាហ្នឹង6ខែឬក៏9ខែវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងគ្នាទេតែបើបងប្អូនទៅនៅប្រទេសដែលគេនិយាយអង់គ្លេសសុទ្ធហ្មងមិនបាច់ចាំបាច់ដល់1ខែទេតើមួយថ្ងៃ2ថ្ងៃទៅដល់ស្ដាប់គេយល់ហើយអូគេរដងពេលគេចង់ទិញគេសួរថា how much is this អពេលទៅដល់គេមិន Apple Pay មិនអីមិនគឺចេះសន្ទនាគ្នាដោយឯងហ្មងដោយសារ
យើងនៅក្នុង environment ដែលនិយាយអង់គ្លេសសោះទេណាចុងតួយើងអត់ចេះក៏ environment របស់យើងបខំឲ្យយើងនិយាយដែរយើងទៅដើរមើលអញ្ចឹងអ្នកលក់សួរ Oh you want this how can I help you what do you want how can I help you blah blah គេសួរយើងទៅដឹងយើង Oh I want this I want that ចេះនិយាយឯងហ្មងអញ្ចឹងវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងគ្នាទេមិនបាច់កំណត់ពេលវេលាឲ្យខ្លួនឯងទេបើចង់កំណត់តកំណត់ចោះប៉ុន្តែសំខាន់ប្រឹងទៅប្រឹងរៀនរៀងរាល់ថ្ងៃទៅយូរទៅយើងចេះឯងហ្មងអាហ្នឹងគឺវាបែបហ្នឹងបងប្អូនខាន់ឲ្យតែបងប្អូនទាំងគ្នាអនុវត្តជាប្រចាំតែម្ដងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងចឹងបើចង់ចុះឈ្មោះរៀនភាសាអង់គ្លេសអីអាចចុះឈ្មោះជាមួយនឹងវគ្គដែលខ្ញុំបានបង្កើតឡើងបាន Bye ចង់ប្រឡង IELTS បានបន្ទុកខ្ពស់អត់ You want to receive an overall high band score for IELTS? អាចចុះឈ្មោះរៀនជាមួយពួកយើងបាន You can come and register with us. បងប្អូនទាំងគ្នាមួយចំនួនប្រកាសជាបានស្គាល់ថាអីទៅគឺជា IELTS តែមួយចំនួនទៀតក៏ប្រហែលជាអត់ទាន់បានស្គាល់ដែរថាតើអ្វីទៅគឺជា IELTS ជាក់ស្ដែង IELTS គឺជាការប្រឡងតេស្តអន្តរជាតិមួយទៅលើផ្នែកភាសាអង់គ្លេសដែលបងប្អូនទាំងគ្នាអាចត្រូវការវាសម្រាប់ការដាក់ពាក្យប្រឡងអាហារូបករណ៍ឬក៏ត្រូវការវាសម្រាប់ការងារផ្សេងៗផងដែរ Yes. As for some people, you may know about IELTS, but for some that may not know, IELTS is an English language test or English placement test in order for you to apply for scholarships or jobs. ហើយជាក់ស្ដែងការប្រឡង IELTS គឺគេប្រឡងទៅលើ4ផ្នែកនៃភាសាអង់គ្លេស listening, speaking, writing ហើយ reading. And for IELTS, they are focusing on 4, which are listening, reading, writing, and speaking. ហើយជាក់ស្ដែងបច្ចុប្បន្នហ្នឹងគឺពួកយើងបានបើកថ្នាក់ត្រៀមប្រឡង IELTS ផងដែរ And for currently, we have open classes for IELTS as well. ហើយគ្រូលោកគ្រូអ្នកគ្រូដែលគាត់នឹងបរិញ្ញាបងប្អូនទាំងគ្នាគឺសិតទៅជាលោកគ្រូអ្នកគ្រូដែលគាត់មានបទពិសោធន៍ដែលគាត់បានប្រឡង IELTS ហើយបានបន្ទុកខ្ពស់ខ្លាំងមែនទែនហើយចំពោះលោកគ្រូអ្នកគ្រូដែលគាត់នឹងបរិញ្ញាបងប្អូនទាំងគ្នាវិញគឺសិតទៅជាលោកគ្រូអ្នកគ្រូដែលគាត់មានបទពិសោធន៍នៅក្នុងការប្រឡងនឹងស្រាប់ហើយពួកគាត់ប្រឡងបានបន្ទុកខ្ពស់ទៀតអញ្ចឹងពេលដែលរៀនពួកគាត់អាច share tip បងប្អូនទាំងគ្នាបាន As for the teachers that will be teaching you guys, they all have experiences with IELTS and also receive a high band score for IELTS. So during the study, you can also be receiving tips from the teachers as well. ហើយចំពោះម៉ោងសិក្សាវិញគឺយើងមានទាំងវេនច័ន្ទសុក្រហើយវេនសៅរ៍អាទិត្យដូចគ្នា And as for the studying schedule, we also have both weekends and weekdays. ចំពោះការសិក្សាផងដែរយើងនឹងសិក្សាតាមរយៈ Google Meet ដែលបងប្អូនទាំងគ្នាមានចម្ងល់អីគឺអាចសួរជាមួយនឹងលោកគ្រូអ្នកគ្រូផ្ទាល់ៗនៅក្នុង Google Meet តែម្ដង And as for the studying classes for IELTS, it will be taught in Google Meet, so you can ask the teachers in the Google Meet if you have any questions. សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការសិក្សាបងប្អូនទាំងគ្នាអាចទំនាក់ទំនងតាម Telegram ខាងលើនេះបាន As for any more information, you can contact us with this Telegram QR. វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថានឹងបានជួបបងប្អូនទាំងគ្នាឆាប់ៗនៅក្នុងថ្នាក់បរិញ្ញារបស់ពួកយើងដូចគ្នា This is all for the videos. I hope to see you guys soon in the classes. Bye Bye.